ជំរាបសួរបងប្អូនសាយថ្មីមកទៀតបងប្អូនថ្ងៃនេះខ្ញុំចង់បងប្អូនឃើញខ្ញុំដាក់វិឆយចេះខ្ញុំមានការចែកម្លែកមួយជូនបងប្អូនផងដែរបងប្អូនបងប្អូនធ្លាប់ឃើញខ្ញុំពាក់ព័ន្ធរឿងបាទគេហៅថា ampli របស់ខ្ញុំបងប្អូន Maxo នេះបងប្អូនពាក់ព័ន្ធរឿង Maxo យើងនេះបងប្អូនណានេះbrand Maxo ampli យើងនេះគឺសមត្ថភាពបងប្អូនធ្លាប់ឃើញខ្ញុំបង្ហោះវីដេអូហើយសមត្ថភាពគឺខ្លាំងមែនតើជាប្រភេទ ampli ខ្ញុំនិយាយឲ្យចំទៅបងប្អូននេះជា ampli high ពី channel ampli sub ប៉ុន្តែ ampli sub យើងខ្ញុំបង្ហោះប្រហែលថ្ងៃមុននេះខ្ញុំបានផុសថា ampli sub ខ្ញុំនេះវាយក127បាទក127ដែលមានកម្លាំង1800 W RMS ស្មើនឹង7200 W peak ក្នុងមួយគ្រាប់ប៉ុន្តែយើងវាយបាន8គ្រាប់បាទ8អូមបងប្អូនសម្រាប់ ampli នេះគឺសមត្ថភាពវាខ្លាំងមែនតើហើយដល់ពេល ampli high ខ្ញុំវាយបាទខ្ញុំវាយ high យើង high ដប់ពីទឹកកន្លះដប់ហ្នឹងកម្លាំង2400 W peak ហ្នឹងបាទ8អូមហ្នឹងបងប្អូនយើងវាយបាន8គ្រាប់ដូចគ្នាអញ្ចឹងសម្រាប់ ampli នេះគឺកម្លាំងខ្លាំងសមត្ថភាពវាខ្ញុំធ្លាប់បានបង្ហាញវីដេអូបងប្អូនដែរយើងនិយាយចំទៅយើងដោតបាទយើងដោតឲ្យខុសក៏អត់ឆេះដោតគូខ្សែជាមួយគ្នាក៏អត់ផ្ទុះបាទអានេះយើងចាប់ទុកថាវាជាពី mixer យើងចូលមកនេះចឹងបងប្អូនណាអញ្ចឹងចូល A អញ្ចឹងខ្ញុំដោតពី A ចូលធុងបាសបងប្អូននេះមើលហ៎បងបាទចូលធុងបាសតោះឥឡូវបងប្អូនមើលទាំងអស់គ្នាជាមួយខ្ញុំបើកសលេងនេះបងប្អូនមើល signal ឡើងអូខេបងប្អូនឥឡូវពងដើរតោះពងដើរឥឡូវខ្ញុំដោះចេញធុងបាសមិញហ្នឹងបងបាទខ្ញុំដោតហ្មងធម្មតាតែយើងតាដូចច្រើន ampli ច្រើនពេកអាចច្រឡំនេះបងប្អូនមើលសញ្ញាពីមុខបាទនេះបងប្អូននេះឃើញនៅក្រហមហ្នឹងបងអញ្ចឹងបានន័យថាសម្គាល់ថាយើងពងប្រើហ្នឹងយើងពងដោតច្រឡំហើយក្រហមតែធម្មតា ampli តែដោតប៉ុណ្្នឹងឆេះបងតានាម 100% ប៉ុន្តែសម្រាប់ Maxo មួយគឺអត់ឆេះហ៊ានតានាជូនបងប្អូនមកឥឡូវខ្ញុំដកមកវិញបងប្អូនណាចាំមើលទៅពេលខ្ញុំដកហើយតើនៅភ្លឺអត់បងប្អូននេះដោតវិញបាទតែampli ហ្នឹងធុងបាសពងចាក់ពងដើរបងប្អូនណានេះបងប្អូនឃើញអត់បងប្អូនមើលបាទមួយទៀតបងប្អូនមិញខ្ញុំបានបញ្ជាក់ជូនបងប្អូនដែររឿងខ្សែនេះធម្មតាបងប្អូនតែដោតឲ្យតឲ្យតែច្រឡំចេះឲ្យរឿងអីមិនឆេះ ampli ណាក៏ឆេះដែរប៉ុន្តែ Maxo មានប្រព័ន្ធទប់នឹងមួយទៀតបងប្អូនណាជាមួយខ្ញុំដោតជូនបងប្អូន ampli ពងដើរណាពី mixer ចូលមកពងដើរទាំងអស់អញ្ចឹងខ្ញុំបើកជូនបងប្អូនហើយមិញខ្ញុំក្តោបខ្ញុំគូបចូលគ្នាបងប្អូនណាបាទនេះចេញភ្លើងនេះបងប្អូននេះប៉ណ្ណឹងផ្ទុះឆេះណាបងប្អូនបាទនេះបងប្អូនមើលសញ្ញាអាចនឹងឆេះបាទធម្មតាឆេះបងប្អូនឥឡូវខ្ញុំដកចេញវិញហើយខ្ញុំដោះវាចេញវិញខ្ញុំយកខ្សែពីគូតធុង ampli ពីធុងបាសបាទយកមកដោតវិញបងប្អូនខ្ញុំអត់ចេះលេង CA វាអត់ត្រង់ខ្ញុំអត់ចេះលេង CA ខ្ញុំអត់ចេះជប់ទេ ampli នឹងគឺជាក់ស្ដែងការពិតគឺបែបហ្នឹងមែនអញ្ចឹងបងប្អូនប្រើអារម្មណ៍ជាមួយគ្នាក៏អត់ផ្ទុះបាទហើយមិនត្រឹមតែប៉ុណ្ណោះបងប្អូនលេងភ្លើងធ្លាក់ជាទូទៅបងប្អូនលេងភ្លើងធ្លាក់នៅសល់ខ្ទង់160បងប្អូនបាទ160ធម្មតាភ្លើង ampli តែយើងលេងដល់160សលេងស្អកហើយសំលេងបែកហើយវាអាចអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់ ampli ខ្ញុំនេះគឺទទួលស្គាល់ថាវាពិតជាគុណភាពល្អមែនតើអញ្ចឹងសម្រាប់បងប្អូនមុនទិញ ampli បងប្អូនអាចពិចារណាជាមួយខ្ញុំបានហើយធានាការខុសត្រូវwarranty យើងដល់ទៅ2ឆ្នាំបងប្អូនណាអញ្ចឹងបងប្អូនអាចបងប្អូនដែលចង់ប្រើ ampli ដែលល្អមានគុណភាពហើយស្ដើងស្រាលស្រួលលើកបងប្អូនអាចកលេចមើល Maxo មួយឈុតនេះបានបាទទាំង ampli high ampli sub ហើយបងប្អូនយើងមានអា spec ធំជាងនឹងទៀតតែតម្លៃកាន់តែខ្ពស់ជាងនឹងទៀតបងប្អូនណាអញ្ចឹងពីខ្ញុំវិញបងប្អូនត្រូវការអាចតាក់ទងមកខ្ញុំបានជាមួយនឹង ampli Maxo ពីដើមនេះ Class D បងប្អូនណាស្ដើងហើយប្រព័ន្ធទំនើបមែនតើវាមានប្រព័ន្ធ boost low ឲ្យកាន់តែខ្លាំងជាងនឹងទៀតក៏មានដែរបាទនៅក្នុងខ្លួនវាតែម្ដងយើងចុចទៅយើង boost low បានអញ្ចឹងពីខ្ញុំសូមចែកម្លែកបងប្អូនជាមួយនឹង ampli Maxo មកប្រភេទនេះហើយខ្ញុំនឹងធ្វើការដាក់រូបភាពនៅខាងលើបន្ថែមឲ្យបងប្អូនមើល detail បន្តិចទៅបាទជាមួយនឹងបាទគេហៅថា ampli បាទ 4.15 និងបាទ 2.30 ហើយយើងមាន ampli ស្ដើងខ្លះឌីយ៉ាងដែរវាយបាននឹងសាប់ទាំងសង់អានឹងហៅបាទគេហៅថា 4.28
បងប្អូនអាចតាក់ទងបាន4 channel ដែរបងប្អូនណាអូខេបងប្អូនជាមួយនឹង processor ខាងនេះខ្ញុំយកនិយាយក្នុងវីដេអូនេះម្ដង processor Maxo យើង 4.8 ចេញដែលមានសមត្ថភាពបាទគេហៅថាsimply rate វាដល់192បងប្អូនណាចុងច្បាស់មែនតើខ្លាំងអញ្ចឹងសលេងច្បាស់ខ្លាំងគឺបងប្អូនដឹងហើយវាមានគេហៅថាដូច Neutrik បងប្អូនណាពាក់ព័ន្ធរឿងដោយ Neutrik យើងប្រើសល្អហើយ auto wall យើងប្រើ main wall បងប្អូនអញ្ចឹងបងប្អូនលេងភ្លើងធ្លាក់មុំក៏សលេងល្អដែរអញ្ចឹង ampli ជាមួយនឹង processor នេះគឺខ្ញុំ recommend ជូនបងប្អូនឲ្យបងប្អូនយកទៅប្រើទូទាំងបាទគេហៅថា concert អកេសអកដងធំហ្នឹងគឺបងប្អូនប្រើប្រភេទនេះគឺត្រឹមត្រូវមែនតើគឺលំដាប់មែនតើអរគុណបងប្អូនសម្រាប់ទស្សនាវីដេអូនេះហើយខ្ញុំចង់ចែកម្លែកបងប្អូនជាមួយនឹងបាទ mixer wing rack យើងមានលក់ទេបងប្អូនដែលខ្ញុំតែងតែប្រាប់ថា wing rack ជាប្រភេទ mixer កំពុងតែបាទផ្ទុះក្នុងការវែកញែកក៏ដូចជាផ្ទុះក្នុងការបាទគ្រប់គ្រងរបស់បងប្អូនមែនតើmixer wing rack នេះគឺ24 input បាទហើយយើងនៅពេលដែលបងប្អូនទិញពីខាងខ្ញុំអ្វីដែលខ្ញុំrecommend បងប្អូននោះគឺបងប្អូនក៏អាចជួបហានិភ័យដែរហានិភ័យអ្វីដែលបងប្អូនបកានោះគឺខ្លាចតែទិញហើយអត់ចេះប្រើបារម្ភខ្លាចវាពិបាកប្រើចេះចោះប៉ុន្តែបងប្អូនមកទិញខាងខ្ញុំជាទូទៅខ្ញុំបានបង្រៀនប្រាប់ពីរបៀបប្រើហើយយើងមានវីដេអូតិចខ្លីៗចែកម្លែកបងប្អូនតាំងពីបើក wing rack រហូតដល់យើងប្រើបានអាចមកប្រើបានអញ្ចឹងសម្រាប់បងប្អូនមានសំណួរមានចម្ងល់ខ្ញុំនៅតែអាប់ដេតវីដេអូបន្ថែមជូនបងប្អូនរហូតនៅពេលដែលបងប្អូនទិញពីខាងខ្ញុំបាទរបៀបប្រើ processor ក៏យើងប្រាប់ដែរបាទអរគុណបងប្អូនហើយបងប្អូនត្រូវការមក microphone បាទ Shure X24D ក៏យើងមានលក់បាទបងប្អូនដឹងតម្លៃហើយបងប្អូនអាចទាក់ទងខ្ញុំបានក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការទស្សនាវីដេអូនេះបាទបាយបាយ